ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានត្បូងខាងខេត្តព្រះវិហារមកពីឡុកទៀតហើយបងឃើញខ្មៅខាងនេះហ្នឹងគឺជាប្រភេទត្បូង Sapphire ណាបងប្អូនទាំងអស់គ្នាយើងហៅថាកណ្ដៀងហើយពណ៌ខ្មៅនេះយើងហៅថាកណ្ដៀងពណ៌ខ្មៅក៏បានឬក៏ហៅថា Black Sapphire ក៏បាននេះជាប្រភេទត្បូងឆៅបងប្អូនទាំងអស់គ្នាហើយខាងនេះវិញគឺជាប្រភេទត្បូង Zircon ណាបងតែយើងហៅថាត្បូងព្រះវិហារឬក៏អ្នកខ្លះហៅពេជ្រថៃពេជ្រអីហ្នឹងតែឥឡូវយើងចាប់តែអញ្ចឹងហើយយើងហៅ Zircon ផងយើងមកយើងហៅ Zircon ខាងព្រះវិហារណាបងប្អូនទាំងអស់គ្នាប្រភេទនេះក៏ជាប្រភេទត្បូងឆៅដែរឆាំងហើយអត់មានធ្វើការដុតអាំងអីបានទេបើយើងអាចយកទៅធ្វើបានត្រឹមតែឡាំបៀឬក៏មិនចឹងទេអាចយកទៅធ្វើជាចម្លាក់អីបានណាបងប្អូនទាំងអស់គ្នាប៉ុន្តែខាងនេះគឺមិនសូវមានតម្លៃទេដោយសារតែឆាំងរបស់ដែលមានតម្លៃគឺជាប្រភេទត្បូង Sapphire ណាបងប្អូនទាំងអស់គ្នា Black Sapphire នេះខ្ញុំមានធ្វើការឡាំបៀបានម៉ូតគំរូមួយគ្រាប់បងនៅពេលដែលយើងឡាំបៀប្រភេទឆៅចេះគឺស្អាតតែបងគឺមាន star មានអីផងគេស្អាតណាហើយមួយគ្រាប់នេះនៅពេលដែលយើងឡាំរួចនៅសល់ទម្ងន់9ការ៉ាត់អញ្ចឹងនៅក្នុងឡុកនេះក៏យើងអាចធ្វើការឡាំបៀអីបានដែរបងអញ្ចឹងសម្រាប់បងអ្នកដែលថាស្រឡាញ់ចង់បានប្រភេទត្បូង Sapphire ខាងខេត្តព្រះវិហារយកទៅប្រើប្រាស់ជាប្រភេទឡាំបៀអញ្ចឹងគឺយើងអាចឡាំបានណាបងស្រឡាញ់អាចធ្វើការកម្មង់បានអរគុណ